គាត់អត់ចង់ចិញ្ចឹមកូនដូចជាសត្វស្វាយយើងតាំងពីតូចមកគឺកុំឲ្យផ្ដោតលើលុយតែដល់ពេលយើងធំឡើងបើយើងអត់ចង់ផ្ដោតក៏វាពិបាកជួនកាលយើងគិតថាយើងអត់សូវបានជួយសម្រាប់ប្រទេសជាតិរបស់យើងមែនប៉ុន្តែការដែលយើងខំប្រឹងធ្វើការនៅក្នុងកន្លែងរបស់យើងបច្ចុប្បន្ននេះវាក៏ជាការមួយដែលយើងជួយជាតិដែរកុំឲ្យតែយើងទៅបំពុលសង្គមបាទឥឡូវគឺខ្ញុំចង់ចូលទៅក្នុងខ្សែជីវិតបងហើយបងគិតជីវប្រវត្តិរបស់បងតិចបាទចង់សួរតាក់ទងជាមួយនឹងការចាប់ផ្ដើមរៀនភាសាកូរ៉េបាទតើមានហេតុផលអីដែលបងបានចាប់ផ្ដើមរៀនភាសាកូរ៉េភាសាកូរ៉េបើថាហេតុផលអត់មានទេព្រោះអីដោយសារចេះពេលចំនួនទី1មានបងស្រីខ្ញុំម្នាក់ហ្នឹងហើយអញ្ចឹងគាត់មករៀននៅសាលាកូរ៉េហ្នឹងទៅអញ្ចឹងបានការឆ្នាំទី2មកបខំឲ្យម្ដងដែរតែអត់មកទៅដល់ពេលចូលបងគាត់រៀនបាន2ឆ្នាំចូលឆ្នាំទី3ចំនួនទី3អញ្ចឹងចំនួនយើងពេលហ្នឹងគាត់ឲ្យមករៀនមកប្រឡងទៅចេះតែមកទៅប្រឡងហ្នឹងបើសំណួរគេដាក់ពេលប្រឡងមិនសេសំណួរចម្លើយគេដាក់ឧទាហរណ៍ថា15សំណួរខ្ញុំសេមានអារម្មណ៍ថាសេខុសទាំង15តែដឹងមិនបានជាប់អត់យល់ហើយដូចឧទាហរណ៍ខ្ញុំចាំជាងគេសួរអីគេតំបន់ទេសចរមានប្រហែលបាទខ្ញុំដាក់100ក៏ប៉ុន្តែគេមានតែ3ទេហ្វនទេសចរតែពេលខ្ញុំចេះតែដាក់តាពីទៅសូម្បីតែកណិតក៏តែសេតាពីតែដឹងមិនបានជាប់ធ្វើម៉េចបើយើងជាអ្នកដែលត្រូវបានគេជ្រើសរើសហើយហ្នឹងចាំមើលថានិយាយហេតុផលហេតុអីបានជាយើងមករៀនកូរ៉េអាហ្នឹងសម្រាប់ខ្ញុំគឺមកទាំងអត់មានគិតអីទាំងអស់ហ្នឹងនេះគឺជាការរៀបចំផ្លូវរបស់គ្រួសារត្រូវបងអាចជាបងបាទជាបងឬក៏ជាប៉ាម៉ាក់របស់បងគាត់ជាម៉ាក់គាត់ជាអ្នកជំរុញច្រើនតាមពិតទៅបងរយៈគឺជាប្អូនរបស់បងនៀតបាទដែលនៅក្នុងវីដេអូកាលពីសប្តាហ៍មុនបាទបងនៀតក៏គាត់ប្រាប់ថាគាត់មានហេតុផលអីមករៀនភាសាកូរ៉េតែម៉ាក់បញ្ជូនគាត់មកដែរបាទបងក៏ដូចគ្នាបាទនិយាយរួមទាំងបងនៀតទាំងបងរយៈគឺម៉ាក់ជាអ្នកបញ្ជូនមកអញ្ចឹងខ្ញុំគិតថាបងគួរតែអរគុណម៉ាក់ទៅshout out to ម៉ាក់ខ្ញុំគិតថាបើសិនជាអត់មានការសម្រេចចិត្តរបស់ម៉ាក់ហ្នឹងទេប្រហែលជាបងក៏អត់មានថ្ងៃនេះដែរបាទខ្ញុំគិតថាម៉ាក់ក៏គាត់មិនចង់រស់នៅឆ្ងាយពីកូនដែរបាទទាំងប៉ាម៉ាក់របស់ខ្ញុំនិយាយរំការនៅទូខ្ញុំអត់យល់ពីចិត្តរបស់ពួកគាត់ទេខ្ញុំថាចុំឲ្យនៅមួយឲ្យនៅមួយកូនហើយទៅរៀននៅសាលាខ្មែរហើយបានជួបមុខគ្នារាល់ថ្ងៃមិនចង់មកឲ្យបញ្ជូនខ្ញុំទៅរៀននៅឆ្ងាយឯណាអត់យល់ដល់ពេលធំឡើងបានខ្ញុំយល់កាលនៅទូខ្ញុំគិតថាប្រហែលជាម៉ាក់ប៉ាគាត់ស្អប់យើងខ្ញុំគាត់ចង់បញ្ជូនយើងទៅឆ្ងាយហ្នឹងតែធំឡើងបានយល់ថាអូតាមពិតទៅគាត់អត់បានជួបមុខយើងហ្នឹងក៏គាត់ពិបាកចិត្តដែរបាទគាត់ថាគាត់ខំមកសង្កត់ចិត្តធ្វើម៉េចដើម្បីឲ្យយើងបានរៀនខ្ពង់ខ្ពស់បាទដោយសារតែបើសម្រាប់ប៉ាម៉ាក់ខ្ញុំផ្ទាល់គឺពួកគាត់អត់បានអញ្ញាមិនថាពួកគាត់អត់បានរៀនខ្ពង់ខ្ពស់អីណាទេអញ្ចឹងគោលបំណងរបស់គាត់គឺគាត់ចង់ឲ្យកូនរៀនបានខ្ពង់ខ្ពស់ទាំងខ្ញុំទាំងប្អូនបាទអញ្ចឹងតើតែធំឡើងបានខ្ញុំយល់អំពីទឹកចិត្តរបស់ប៉ាម៉ាក់ខ្ញុំគាត់ថាប្រហែលជាបងមានអារម្មណ៍នឹងដែរថើតមកណែយល់ពួកអីតែខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ដែរខឹងគាត់ទេគាត់តយកមានកាត់អីរបៀបគឺថាមនុស្សប្រុសទោះបីអង្គុយមើលមេឃ2ម៉ោងអត់កាត់អីសោះក៏មានណារបៀបអញ្ចឹងតែអ្វីដែលខ្ញុំចាំជាងគេគឺម៉ាក់គាត់តែងតែនិយាយថាគាត់អត់ចង់ចិញ្ចឹមកូនដូចជាសត្វស្វាយគឺចង់ចិញ្ចឹមកូនដូចជាសត្វមន្ត្រីរបៀបអញ្ចឹងចឹងគាត់ចង់ឲ្យយើងរឹងមាំអាចឈរធ្វើអីដល់ខ្លួនឯងបាទហើយជួបបញ្ហាច្រើនទៅវាគឺដូចឆាកជីវិតយើងមានផ្អែមជូរល្វីងចត់ចឹងទៅវាសុបាយមួយយ៉ាងដែរហ្នឹងហើយត្រូវហើយជីវិតរបស់យើងវាមិនមែនមានតែផ្អែមរហូតទេបាទហើយណាមួយជាតិផ្អែមហ្នឹងក៏អាចធ្វើឲ្យយើងលូតលាស់បានដែរបាទជាតិផ្អែមហ្នឹងធ្វើឲ្យយើងតំណងផ្អែមអាចកាត់ជើងបានបាទអញ្ចឹងជីវិតតតែមានជូរចត់ហិលល្វីងបាទបានយើងរីកធំលូតលាស់ហើយរឹងមាំទៀតបាទអញ្ចឹងដូចគ្នាខ្ញុំក៏ដូចគ្នាដែរបាទ shout out to my papa ដោយសារតែប៉ាខ្ញុំគាត់ជំរុញខ្ញុំច្រើនគាត់វាយខ្ញុំដែរអត់ចង់ទៅរៀនប៉ាវាយបាទចាំពេលមកដំបងយំរហូតហ្នឹងហើយខ្ញុំ3ខែគឺខ្ញុំយំទៀតទៅផ្ទះហើយតាមពិតទៅខ្ញុំសម្រេចចិត្តទៅប្រឡងហ្នឹងក៏ដោយសារតែអញ្ចេះដែរបងប៉ាខ្ញុំបខំពេកតែពិតខ្ញុំដំបងខ្ញុំនេះណាប្រឡងជាប់ប៉ាម៉ាក់គាត់ក៏ប៉ុន្តែខ្ញុំថាខ្ញុំអត់ទៅរៀនណាដល់ពេលហ្នឹងទឹកមុខរបស់ប៉ាទាំងម៉ាក់និយាយរួមតាំងពីខ្ញុំកើតមកអត់ដែលឃើញទឹកមុខគាត់អត់សុបាយចិត្តដល់ថ្នាក់ហ្នឹងស្មើយកមកបាទស្មើយកមកហើយមាននៅជុំវិញខ្លួនខ្ញុំមានពូមានមីងគាត់មកបញ្ចុះខ្ញុំថាខ្ញុំអត់ទៅទេសាលាស្អីចឹងបាទសាលាស្អីចឹងអត់មានសេរីភាពប៉ាវាយផងអីផងខ្ញុំថាអត់ទៅដែរ
ដល់ពេលចុងក្រោយប៉ាគាត់បោះបង់របៀបគាត់បោះបង់គាត់ថាបើអត់ទៅអញ្ចឹងសម្រាប់ចិត្តខ្លួនឯងអញ្ចឹងទៅដល់ពេលខ្ញុំអង្គុយគិតយូរទៅសាក់មកពេលបាទខ្ញុំគ្រាន់តែប្រាប់ប៉ាថាហ្នឹងហើយប៉ាចាំខ្ញុំទៅរៀនគាត់អហ្មងជប់លៀងអត់ជប់អត់ដល់ជប់លៀងគ្រាន់ថាតាំងពីខ្ញុំកើតមកទៅតែឃើញគាត់សុបាយលើកទី1អារបៀបគាត់សុបាយគាត់ចង់រួមផងអីផងដល់ពេលខ្ញុំឃើញអញ្ចឹងទៅចំប៉ាក៏សុបាយចិត្តមែនបាទខ្ញុំទៅឆ្ងាយបាទក៏តែដល់ពេលយើងបានរៀនទៅយើងស៊ូទ្រាំទៅបាទបានចប់នឹងគេដែរបាទបានរៀនវាមិនខ្ពស់អីណាស់ណាគាត់ថាបានរៀនបានចប់ដែរបាទអាចមានយើងលើបានបាទហ្នឹងហើយបងអញ្ចឹងបន្ទាប់ពីបងរៀននៅក្នុងសាលាអំបិលនិងពន្លឺនឹងហើយបងទៅបន្តការសិក្សានៅប្រទេសកូរ៉េនៅក្នុងឆ្នាំ2018ពេលហ្នឹងបងរៀនមុខវិជ្ជាគេដែរបងខាងស្ថាបត្យកម្មកាលហ្នឹងទៅរៀនដោយសារតែស្រឡាញ់ខាងហ្នឹងអត់រងមុនដំបូងកាពិតយីរួមជីវិតខ្ញុំវាមួយយ៉ាងនេះថាកាពិតអត់ចង់ទៅទេយីរួមដាក់មិត្តភ័ក្តិអីក៏ដាក់ពាក្យឲ្យអស់ហើយខ្ញុំប្រាប់គូថាខ្ញុំសុំអត់ទៅកូរ៉េចង់នៅខ្មែរទៅគាត់ថាឲ្យទៅសិនទៅសាកសិនលើដាក់ទៅសាលាធម្មតាមិនជំនាញក៏មិនមែនចង់រៀនខាងហ្នឹងទៀតខ្ញុំថារៀនខាងមេកានិកទេខាងម៉ាស៊ីនហ្នឹងហើយរៀនខាងម៉ាស៊ីនក៏តែពេលដាក់ម៉ាស៊ីនវាអត់ជាប់បាទធ្លាក់ដល់ពេលដាក់ខាងស្ថាបត្យកម្មហ្នឹងដាក់ចោលទៀតហើយដាក់ទៅសាលាលើក្នុងព្រៃឆ្ងាយដាច់ខ្លាំងដល់ជាប់ហើយជាប់ទៅមានស្គាល់គ្រូគាត់ស្គាល់គ្នាទៅគាត់តាក់តងជាមួយនឹងសាស្ត្រាចារ្យឲ្យជាអាហារូបករណ៍ហ្នឹងហើយអញ្ចឹងទៅក៏ទៅតែអត់មានកាត់អីទៅសិនហ្នឹងអញ្ចឹងទៅដល់ថ្ងៃដំបូងអត់មានបន្ទប់នៅទៀតថាជាអត់បាននឹងអត់បានគេអត់បានចុះឈ្មោះបានចុះឈ្មោះហ្នឹងហើយអត់បានចុះឈ្មោះដាក់ស្នាក់នៅក្នុងដមអីចឹងណាបាទអញ្ចឹងទៅដល់ភ្លាមគ្រូគាត់ជួយសម្រួលចុះឈ្មោះអីភ្លាមហើយសុំគេងាប់បានរួមហ្នឹងហើយអញ្ចឹងយើងដោយសារតែអត់មានកម្រងអីសោះយ៉ាអញ្ចឹងខ្ញុំស្ដាប់មើលទៅជីវិតបងគឺបន្ថយច្រើនត្រូវនៅរបៀបបន្ថយច្រើនសារតែរបៀបតែមនុស្សយើងមិនមែនរបៀបថាមនុស្សដែលមានគោលដៅច្បាស់លាស់ដូចគេអ្នកផ្សេងណាបាទរបៀបថាខ្ចោបបក់ទៅឆ្វេងហ្នឹងខ្ចោបបក់ទៅស្ដាំតែរបៀបយើងមិនក៏បានដែរបាទបណ្ដោយខ្លួនហ្នឹងហើយបាទប៉ុន្តែសំខាន់គឺយើងមានចិត្តគោលមួយថាយើងចង់បន្ថយហើយនៅពេលដែលយើងបន្ថយធ្វើការអីមួយហើយគឺយើងធ្វើវាដល់ចប់យើងចង់ឈ្នះវាហ្នឹងហើយមិនសំខាន់ថាយើងបានបញ្ចប់វាឬក៏អត់ទេសំខាន់យើងចង់ឈ្នះវាបាទចង់សាកហើយចង់ផ្លុកជាតិវាហ្នឹងហើយបាទបន្ទាប់មកនៅពេលដែលបងទៅរៀននៅប្រទេសកូរ៉េខ្ញុំចង់សួរតាក់ទងជាមួយនឹងទុកលំបាកបាទអាចនឹងតាក់ទងជាមួយនឹងការរៀនសូត្រក៏បានឬមួយក៏នៅក្នុងជីវិតរស់នៅប្រទេសកូរ៉េក៏បានដែរបើថានិយាយរឿងរៀនសូត្រយើងរៀនបានល្អដែរហ្នឹងអញ្ចឹងវាអត់មានផលលំបាកអីព្រោះតែសម្រាប់ខ្ញុំគឺការរស់នៅហើយទំនាក់ទំនងនៅសាលាខ្ញុំវានៅក្នុងកដាភ្នំលើព្រៃកដាព្រៃលើភ្នំហើយអត់មានជនជាតិខ្មែរទៀតអាហ្នឹងកូរ៉េសុទ្ធបន្ទាប់ពីមានកូរ៉េមកបានមានចិនប្រហែលជា 2-3% ហើយជប៉ុនខ្លះទៅវៀតណាមក៏អត់សូវមានដែរឡើយហ្នឹងព្រោះវាសាលានៅក្នុងព្រៃហ្មងបាទដាច់ស្រយាលហ្នឹងហើយអញ្ចឹងបរទេសអត់សូវមានទេអញ្ចឹងបរទេសតែយើងហើយដល់ពេលអញ្ចឹងទៅគឺទំនាក់ទំនងយើងខ្សោយហ្មងសឹងតែនៅហ្នឹងយើងនៅតែឯងរហូតហ្មងទៅហូបបាយក៏តែឯងទៅរៀនពេលដើរចេញពីរៀនអញ្ចឹងក៏តែឯងនៅហើយមាន roommate ដែរក៏អត់ដែរនិយាយគ្នាពេលហ្នឹងយើងអត់សូវចង់និយាយមួយពីណាផងវាពិបាកនិយាយផងព្រោះអីគាត់មិនមែនកូរ៉េអញ្ចឹង roommate យើងនៅជាបរទេសយើងនៅមួយបរទេសដូចគ្នាហើយគាត់ចិនអញ្ចឹងយើងអត់សូវនិយាយគ្នានិយាយក៏អត់ចូលគ្នាដែរព្រោះគាត់អត់ចេះកូរ៉េដែរអូខេអញ្ចឹងពេលហ្នឹងបងយកឈ្នះការនឹងរបៀបម៉េចឬមួយក៏បងគ្រាន់តែបណ្ដោយតាមហ្នឹងតែអ្វីឲ្យចូលចិត្តនឹងគេកាលនៅសាលាខ្ញុំហ្នឹងនៅម្ដុំសមុទ្រអញ្ចឹងមានបងពលករច្រើនហ្នឹងហើយអញ្ចឹងមានបងពលករខ្មែរច្រើនហ្នឹងថ្ងៃស្អែកថ្ងៃអាទិត្យគាត់មកលេងបាល់ទាត់បាល់ផ្ទះនៅសាលាខ្ញុំហីអញ្ចឹងពេលហ្នឹងយើងបានលេងបាល់លេងអីមួយពួកគាត់ច្រើនអញ្ចឹងបាទអូខេពេលហ្នឹងយើងអាចយកឈ្នះភាពឯកាហ្នឹងដោយការលេងបាល់ជាមួយពួកគាត់អញ្ចឹងក៏អរគុណសម្រាប់ពួកគាត់បាទតែនៅចិត្តហ្នឹងបាទ shout out ទៅពួកគាត់ផង shout out ទៅបងពលករនៅខាងមុខភោបាទអញ្ចឹងពុកម៉ែបងប្អូនជួយ share វីដេអូនេះឲ្យបានច្រើនពួកគាត់បានឃើញហ្នឹងហើយដោយសារដល់ថ្ងៃ page យើងតាមតែបកកែថ្មីបាទអត់ទាន់សូវមាន
view អត់សូវមានអ្នក share ច្រើនទេបាទអញ្ចឹងសង្ឃឹមទៅលើពុកម៉ែបងប្អូនហើយបាទជួយ share ច្រើនចូលសំណួរបន្ទាប់ខ្ញុំចង់សួរតាក់ទងជាមួយនឹងជីវិតដែលបងបានឆ្លងកាត់នៅកូរ៉េឬមួយក៏បទពិសោធន៍ឬមួយក៏ការដែលបងបានរៀននៅកូរ៉េតើការទាំងអស់នឹងជីវិតដែលបងបានរៀននៅកូរ៉េរយៈពេល 4-5 ឆ្នាំហ្នឹងវាផ្ដល់ឥទ្ធិពលអីខ្លះមកកាន់ជីវិតរបស់យើងប្រចាំថ្ងៃនេះបើថានិយាយទៅជីវិតក្នុងការរៀនវាអត់សូវមានឥទ្ធិពលតែបើថាការរស់នៅកូរ៉េទាំងអស់ហ្មងទាំងការរៀនទាំងការធ្វើការនៅប្រទេសកូរ៉េវាអាចជា spec មួយដ៏ល្អសម្រាប់ខ្ញុំគឺជាឥទ្ធិពលមួយដែលនិយាយរួមល្អហ្មងពួកអីទី1ខ្ញុំរៀនខាងអកតេចតែបច្ចុប្បន្ននៅខ្មែរមុនដំបូងដាក់ពាក្យចូលធ្វើការខាងអកតេចនឹងមែនក៏ប៉ុន្តែឥឡូវបច្ចុប្បន្នយើងធ្វើការខាង business develop តែនៅក្នុងក្រុមហ៊ុនសាងសង់នឹងដែរអូខេគ្រាន់តែយើងធ្វើផ្នែកផ្សេងហ្នឹងផ្នែកផ្សេងអញ្ចឹងទី1គឺយើងមានបទពិសោធន៍តាមរយៈការធ្វើការនៅ resort នៅថៃអានចឹងពេលមានភ្ញៀវមានអីចូលមិនខ្ញុំអាសាតាក់តងមកភ្ញៀវកាត់លុយកាត់អីចឹងខុសផងភ្ញៀវគេមាន complain មានអីច្រើនផងអីផងហើយការហ្នឹងយើងពិបាកនិយាយទៀតថាហើយតាមរយៈការហ្នឹងរៀនបានច្រើនអញ្ចឹងមកដល់បច្ចុប្បន្នក៏អាចប្រើប្រាស់ការទាំងអស់ហ្នឹងយកមកធ្វើការប្រចាំថ្ងៃអញ្ចឹងដូចខ្ញុំធ្វើការនៅបច្ចុប្បន្នខាងbusiness develop ហ្នឹងគឺយើងជួបភ្ញៀវច្រើនបាទហើយដឹងហើយយើងធ្វើការខាងសាងសង់អញ្ចឹងគឺភ្ញៀវដែលមករកយើងគាត់សិតអ្នកធំទៀតបាទអញ្ចឹងភាគច្រើនទាំងអ្នកធំនៅខ្មែរហើយទាំងកូរ៉េភាគច្រើនភ្ញៀវកូរ៉េក៏ច្រើនដែរបាទអញ្ចឹងមុនដំបូងមានអារម្មណ៍ថាយើងបាក់ជួបគាត់ព្រោះអី level យើងខុសគ្នាឆ្ងាយហើយចំណេះដឹងក៏មានអារម្មណ៍ថាខុសគ្នាឆ្ងាយដែរតែដល់ពេលជួបម្ដងពីរដងបីដងទៅមានអារម្មណ៍ថាយូរទៅយើងស៊ាំណាហើយគឺដល់ពេលយើងធ្លាប់និយាយមួយកូរ៉េការយើងធ្វើការនៅ resort នៅប្រទេសកូរ៉េអញ្ចឹងដល់ពេលយើងមកនិយាយនៅខ្មែរដូចមានអារម្មណ៍ធម្មតាដែរមានអីហ៎បាទអូខេអាចទៅមុខបានតាហ្នឹងហើយអញ្ចឹងថាវាមានឥទ្ធិពលហើយដោយសារការយើងរស់នៅកូរ៉េហ្នឹងយើងបាននិយាយកូរ៉េច្រើនជាងការយើងនៅខ្មែរបាទអញ្ចឹងដល់ពេលយើងមកខ្មែរនេះយើងជួបភ្ញៀវកូរ៉េ communication យើងក៏អត់មានអីជាបញ្ហាដែរបាទបងបាទអញ្ចឹងអ្វីជាបញ្ហាគឺចំណេះដឹងយើងឯងតែយើងអាចប្រើប្រាស់ចំណេះដឹងរបស់យើងផ្គត់ផ្គង់ឲ្យភ្ញៀវនឹងបានអត់វាអញ្ចឹងក៏ប៉ុន្តែចំណេះដឹងរបស់យើងក៏យើងអាចរៀនតាមរយៈការហ្នឹងដែរបងហ្នឹងហើយមានអារម្មណ៍ថាយើងធ្វើការឲ្យគេហ្នឹងគឺត20 ទៅ 30% ហើយក៏ប៉ុន្តែយើងរៀនពីគេវិញមកបាន 70% បាទបងអាហ្នឹងខ្ញុំគិតថាហ្នឹងគឺជាចំណុចដែលសំខាន់មែនតើពេលដែលយើងទៅធ្វើការស៊ីសងលើគំនិតរបស់យើងផ្នែកគំនិតរបស់យើងគិតថាអានេះខ្ញុំយកសមត្ថភាពរបស់ខ្ញុំទៅបម្រើគេដើម្បីឲ្យក្រុមហ៊ុនរបស់គេរីកចម្រើនអានេះយើងអាចគិតបែបហ្នឹងក៏ប៉ុន្តែកម្មពិតទៅមួយផ្នែកធំទៀតអាចនិយាយបានថាបើសិនយើងអ្នកចូលធ្វើការដំបូងអាចនិយាយបានថាចំណេះដឹងរបស់យើងអាចនឹងទូចទេសម្រាប់ក្រុមហ៊ុនរបស់គេក៏ប៉ុន្តែអ្វីដែលសំខាន់យើងរៀនបានពីក្រុមហ៊ុនរបស់គេហើយបន្ទាប់មកតាមរយៈដែលយើងការដែលយើងរៀនបានហ្នឹងយើងយកមកប្រើប្រាស់យើងយកមកប្រើប្រាស់ឲ្យគេវិញបាទអាហ្នឹងគឺជាគំនិតវិជ្ជមានមួយដែលយើងគួរមាននៅពេលដែលយើងធ្វើការបាទនៅពេលដែលយើងគិតថាអូខ្ញុំធ្វើការនេះហើយខ្ញុំអាចនឹងរៀនបានការធំជាងហ្នឹងនៅពេលហ្នឹងទោះបីការងារនឹងហត់ក៏យើងនៅតែខំប្រឹងតស៊ូធ្វើដែរថាអ្វីដែលជំរុញទឹកចិត្តខ្ញុំខ្លាំងគឺជាប្រាក់ខែហើយយើងអាចរៀនកថាបានតែអ្វីដែលសំខាន់តែយើងតាំងពីតូចមកគឺកុំអត់ផ្ដោតលើលុយណាតែដល់ពេលយើងធំឡើងបើយើងអត់ចង់ផ្ដោតក៏វាពិបាកត្រូវហើយបងណាតែយើងបើមានគេឲ្យត្រឹមឲ្យយើងមករស់ខ្លួនឯងក៏បានដែរតែជួនកាលដោយសារតែមនុស្សយើងមានភាពលឹបលន់ណាហ្នឹងហើយរបៀបយើងចេះតែចង់បានតែយើងត្រូវតែចេះ control វាខ្លះៗទៅអញ្ចឹងគឺយើងអាចដល់ពេលដែលយើងខំប្រឹងសម្រាប់គេគឺគេនឹងមានអីឲ្យមកយើងវិញហើយយើងវាមិនមែនជារបស់មួយដែលមុខខៈទេដល់ពេលដែលយើងខំប្រឹងគឺគេនឹងមើលឃើញហ្នឹងហើយតែមានទៅមានមក give and take បាទបើសិនជាយើងធ្វើការឲ្យគេយើងអត់ទទួលបានអីទាំងអស់អាហ្នឹងក៏វាពិបាកដែរបាទអញ្ចឹងបើយើងឲ្យទៅគេឲ្យមកយើងវិញបាទហើយយើងរៀនពីគេរៀនពីយើងអាហ្នឹងវាជាកន្លែងដែលល្អសម្រាប់យើងបាទហើយចុះសម្រាប់ជីវិតប្រចាំថ្ងៃរបស់បងវិញឥឡូវបច្ចុប្បន្នបាទបច្ចុប្បន្នកាលរបៀបនេះខ្ញុំវាដូចនិយាយតាំងពីដើមវាខ្ជិលដោយសារតែយើងខ្ជិលអញ្ចឹងដល់ពេលយើងជាប់នឹងអីមួយក៏យើងបាក់ដកខ្លួនចេញទៀតរបៀបអញ្ចឹងដល់ពេលឧទាហរណ៍ថារងថ្ងៃកន្លែងធ្វើការរងថ្ងៃក៏ប៉ិតខ្ញុំប្រាប់មេថាសុំធ្វើតែ6ខែទេបាទដល់ពេលមកដល់ឥឡូវវា74ឆ្នាំបាទដាក់ resign 2 ដងក៏ឲ្យឈប់ទៀតអញ្ចឹង
តែមានអីមួយយ៉ាងដែរតាទី1គឺបានរៀនពីនឹងច្រើនហើយយើងអាចប្រើប្រាស់ចំណេះដឹងយើងយកមកធ្វើអីផ្សេងទៀតដូចរាល់ថ្ងៃខ្ញុំធ្វើការអញ្ចឹងដល់ពេលថ្ងៃសៅរ៍ថ្ងៃអាទិត្យយើងលេងកីឡាអញ្ចឹងយើងលេងកីឡាហ្នឹងយើងក្នុងនាមមួយយើងជា leader team ទៀតអញ្ចឹងយើងអាចពេលយើងលេងកីឡាហ្នឹងយើងមានទំនាក់ទំនងជាមួយនឹងអ្នកខាងផ្នែកកីឡាហ្នឹងផ្សេងខុសពីខាងក្រុមហ៊ុនខាងក្រុមហ៊ុនយើងរបៀបយើងរស់នៅបែប stress យើងនិយាយគ្នាតែគ្រឿងការងារត្រូវដោះស្រាយមិនទេតែដល់ពេលមកកីឡាយើងនិយាយគ្នាបែបសบายយើងមិនថាអាយុតិចអាយុច្រើនទេតែយើងនិយាយទៅមានអារម្មណ៍ថាធ្វើឲ្យយើងសบายហើយបានលេងកីឡាដើម្បីសុខភាពតែសម្រាប់ក្រុមខ្ញុំគឺប៉ះពាល់គ្នាច្រើនណាស់មានទាំងថាឲ្យគ្នាហើយប៉ះមួយក្រុមគេឥឡូវខ្ញុំជើងអត់តន់ជាទៀតតែដល់ពេលរស់នៅអញ្ចឹងទៅក៏វាសบายមួយយ៉ាងដែរតែបើថាសម្រាប់ប្រទេសជាតិសំទោសអត់ទៅមានអីជួយដល់បានបាទចឹងដល់យើងគិតមើលឲ្យច្បាស់ម្ដងទៀតសម្រាប់ខ្លួនឯងអញ្ចឹងហ្នឹងហើយបងជួនកាលយើងគិតថាយើងអត់សូវបានជួយសម្រាប់ប្រទេសជាតិរបស់យើងមែនប៉ុន្តែខ្ញុំគិតថាការដែលយើងខំប្រឹងធ្វើការនៅក្នុងកន្លែងរបស់យើងបច្ចុប្បន្ននេះវាក៏ជាការមួយដែលយើងជួយជាតិដែរបាទកុំឲ្យតែយើងទៅបំពល់សង្គមហ្នឹងបាទយើងខំប្រឹងខ្លួនឯងឲ្យខ្លាចទៅជាធនធានមួយជួយដល់កិច្ចការងារនៅក្នុងប្រទេសរបស់យើងឬមួយក៏ធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើងបានវិលជុំបានល្អអាហ្នឹងវាក៏ជាការដែលយើងជួយជាតិមួយដែរត្រូវអត់បងអាចជាភាគរយទូចមួយបាទហ្នឹងហើយបាទគឺយើងរួមគ្នាបាទយើងផ្នែកខាងនេះទៅអ្នកនោះផ្នែកខាងនោះទៅបាទជួយគ្នាតិចតួចទៅបាទលើកស្ទួយគ្នាទៅវិញទៅមកទៅបានធ្វើឲ្យប្រទេសរបស់ជាតិរបស់យើងរីកចម្រើនខ្ញុំនិយាយត្រូវអត់បងគ្រប់ត្រគឺជាពាក្យមួយសម្រាប់លើកទឹកចិត្តខ្លួនឯងបាទអញ្ចឹងសម្រាប់អ្នកផ្សេងទៀតបាទបងប្អូនផ្សេងទៀតក៏ដោយបាទកុំឲ្យគិតថាអូរាល់ថ្ងៃដូចអត់បានជួយជាតិអីសោះបាទមិនមែនតើតែយើងទៅសមរភូមិបានយើងបានជួយជាតិទេបាទយើងសំខាន់គឺយើងនៅកន្លែងរបស់យើងសប្តាហ៍ថ្ងៃបច្ចុប្បន្នហ្នឹងយើងខំប្រឹងធ្វើម៉េចឲ្យជាតិរបស់យើងរីកចម្រើនឲ្យសង្គមសេដ្ឋកិច្ចរបស់យើងរីកចម្រើនកុំឲ្យតែយើងទៅបំពុលសង្គមបាទគ្រប់ត្របាទនិយាយរួមគឺសំខាន់កុំឲ្យបំពុលសង្គមបាទធ្វើអីធ្វើទៅឲ្យតែជាតិរីកចម្រើនកុំឲ្យបំពុលសង្គមកម្មវិធីរបស់យើងដូចជាសំណួររបស់យើងក៏ចិត្តចូលមកដល់ទីបញ្ចប់ដែរបាទជាចុងក្រោយខ្ញុំចង់សួរតាក់ទងជាមួយនឹងគម្រោងជីវិតបងទៅមុខទៀតប៉ុន្តែមុនហ្នឹងថាមនុស្សអត់មានគម្រោងមកសួរគម្រោងជីវិតសួរគម្រោងទៅទេបាត់ហើយនេះគម្រោងប៉ុន្តែទោះបីជាអត់មានគម្រោងប៉ុន្តែមានបំណងប្រាថ្នាបាទបំណងប្រាថ្នាទៅមុខទៀតមនុស្សអត់ច្បាស់លាស់ម្ដងចង់ធ្វើនេះម្ដងចង់ធ្វើនោះរបៀបអញ្ចឹងចឹងខ្ញុំធ្លាប់ចង់បើកហាងកាហ្វេទូចមួយយើងធ្វើការបដាយើងបើកកាហ្វេបដាតែវាអត់បានយូរឆាក់ស៊ីងសាំអ៊ីឡារបៀបបាន plan ណារៀបទៅសេ business plan សេអីឲ្យអស់បានប្រហែលមួយអាទិត្យផ្លេចបាត់ហើយបានប្រហែលជាកន្លះខែក្រោយទៅយើងចង់របៀបធ្វើជាធัวរបៀប concert tour ចង់របៀបជា Christian បាទយើងមានជាចង់ឲ្យក្រុមសរសើរបង្កើនយើងដើរជុំវិញ24ខេត្តក្រុងយើងជា concert បាទបងបែបជា Christian ណាបានតែហ្នឹងរៀងដល់លើយើងនៅមានកម្រងយើងនៅដាក់ជាប់ហើយយើងចេះរៀបវាម្ដងតិចណាបាទបងតែមានអូខេមាននឹងមួយបានយូរមាននឹងមួយអូខេអញ្ចឹងទៅមុខទៀតអាចនឹងជំរុញកម្រងនឹងឲ្យកាន់តែរីកចម្រើនទៀតដល់តែខ្ញុំអាចពង្រឹងសមត្ថភាពខ្លួនឯងឲ្យល្អជាងនឹងទៀតសិនអូខេឬមួយក៏បើតាមខ្ញុំស្ដាប់ទៅអាចនឹងមកពីបងអត់តាន់រកឃើញដៃគូសហការអាចថាអញ្ចឹងថាបាទដោយសារតែបើយើងមានជួនកាលគោលដៅរបស់យើងហ្នឹងយើងត្រូវការអ្នកដែលសហការឬក៏ជួយជំរុញក៏ប៉ុន្តែដល់ពេលយើងគិតឃើញតែឯងទៅយើងដោយសារតែយើងពិបាកទៅមុខបាទអាចនឹងជាមនុស្សដែលយើងគិតច្រើនថាយើងធ្វើបានត្រឹមណាសមត្ថភាពយើងនៅតែត្រឹមនេះអញ្ចឹងបាទប៉ុន្តែបើយើងមានដៃគូសហការឬមួយក៏អ្នកដែលរួបរวมជួយជំរុញយើងពីក្រោយខ្ញុំគិតថា plan របស់បងអាចនឹងទៅមុខទៀតដូចចម្រើនបាទអញ្ចឹងក្នុងនាមខ្ញុំជាសិស្សប្អូនក៏ដូចជាដៃគូដៃកង់របស់បងទៅមុខទៀតប្រសិនបើមានគម្រោងអីបាទដែលអាចជួយគ្នាទៅវិញទៅមកប្រស័យតាក់ទងគ្នាបាទយើងអាចផ្ដល់ជាជំនួយបាទ give and take បាទបងត្រូវការជំនួយពីខ្ញុំអីខ្ញុំជួយបាទដល់ពេលខ្ញុំត្រូវការជំនួយពីបងជួយខ្ញុំវិញបាទរបៀបចឹងចូលចិត្តបាទអញ្ចឹងយើងរក្សាទំនាក់ទំនងរបស់យើងបែបហ្នឹងទៀតអូខេបាទហើយខ្ញុំចង់ឲ្យបងនិយាយមួយម៉ាត់ចុងក្រោយអាចជាពាក្យលើកទឹកចិត្តបាទឬមួយក៏មួយម៉ាត់ចុងក្រោយបងចង់និយាយអីក៏បានដែរទៅកាន់អ្នកទស្សនាកម្មវិធីរបស់យើងចង់ឲ្យយើងដែលជាយុវជនកម្ពុជាដូចយើងដឹងហើយរាល់ថ្ងៃគឺយើងមានការបៀតបៀនច្រើនពីបងប្អូនជិតខាងយើងណាបាទ
ចឹងចង់ឲ្យទាំងខ្ញុំហើយទាំងបងប្អូនអរគ្នាពង្រឹងសមត្ថភាពយើងរៀងៗខ្លួនបាទថាយើងធ្វើជាទាហានឬមួយក៏យើងធ្វើអ្វីផ្សេងការងារសូមឲ្យយើងព្យាយាមផ្ដោតទៅលើមួយមុខហ្នឹងឲ្យបានដល់កំពូលព្រោះខ្ញុំស្ដាយដោយសារតែខ្ញុំមនុស្សអត់ដែលផ្ដោតអីមួយច្បាស់ទេធ្វើអ្វីមួយបានត្រឹម50-60% ដូរទៀតហើយឧទាហរណ៍ថាខ្ញុំពងខំប្រឹងហាត់ឧទាហរណ៍យើងហាត់ច្រៀងចុះពងហាត់ច្រៀងចិត្តចេះស្ទាត់អីហ្នឹងបាទមកបដូរទៅជាហាត់វាយស្គរវិញដល់ពេលវាយស្គរចិត្តចេះស្ទាត់អីមកបដូររៀនព្យ៉ាណូវិញរបៀបអញ្ចឹងបើសិនជាយើងចាប់អីមួយទោះបីជាក្នុងឧបករណ៍ភ្លេងឬមួយក៏អ្វីផ្សេងក៏ដោយយើងចាប់មួយសូមឲ្យយើងចាប់ឲ្យច្បាស់បាទគឺជាពាក្យដែលមានន័យជ្រៅមែនតើបាទយើងធ្វើអីក៏ដោយគឺយើងត្រូវការភាពជាក់លាក់បាទតោះតែយើងទៅដល់ទីបញ្ចប់ហ្នឹងទើបយើងដឹងថាវាគឺជាអីបាទឧទាហរណ៍ថាដោយសារតែយើងធ្វើទៅយើងបោះបង់ពាក់កណ្ដាលទីដោយសារយើងគិតថាវាអត់ត្រូវនឹងយើងបាទឬមួយយើងមើលអីផ្សេងបាទក៏ប៉ុន្តែជាក់ស្ដែងបើសិនតែយើងខិតខំតិចទៀតយើងនឹងអាចខ្លាចទៅជាអ្នក expert ឬមួយក៏អ្នកដែលមានជំនាញខាងហ្នឹងខ្លាំងបាទអញ្ចឹងបានន័យថាយើងអត់ទាន់ទៅដល់ឱកាសទៅដល់ន័យថាទៅដល់រូងពេជ្រពិតប្រាកដមកយើងបោះចោលពាក់កណ្ដាលទីអញ្ចឹងបាទអញ្ចឹងសម្រាប់បងប្អូនឬមួយក៏បងពុកម៉ែបងប្អូនបើសិនជាមានគោលដៅអីហើយឬមួយក៏មានការដែលយើងកំពុងធ្វើហើយបាទធ្វើវាដល់ចប់បាទធ្វើវាឲ្យឃើញលទ្ធផលជាក់ស្ដែងបាទអូខេអញ្ចឹងកម្មវិធីរបស់យើងក៏ឈានមកដល់ទីបញ្ចប់ដែរបាទអរគុណពុកម៉ែបងប្អូនមែនទែនបាទដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ហើយជាពិសេសនោះក៏អរគុណមកដល់ដៃគូដៃកង់របស់ខ្ញុំអរគុណបងបាទដែលបានចំណាយពេលវេលាដ៏មានតម្លៃមែនទែនបាទតាំងពីម៉ោង6ជាងឥឡូវម៉ោង7:40នាទីអត់បានបាយអត់បានអីទៀតអរគុណខ្លាំងដូចគ្នាដែលបានអញ្ជើញបាទសម្រាប់ខ្ញុំគឺតាំងពីអេពីសូតទី1រហូតដល់អេពីសូតទី6នេះគឺមានន័យសម្រាប់ខ្ញុំមែនតើបាទដោយសារតែយើងថតតែរយៈពេល1ម៉ោងទៅ2ម៉ោងមែនក៏ប៉ុន្តែវាផ្ដល់បទពិសោធន៍ថ្មីឲ្យខ្ញុំអាចអង្គុយស្ដាប់ពីខ្សែជីវិតរបស់បងឬក៏បងប្អូនធ្វើឲ្យខ្ញុំរៀនបានតាមរយៈខ្សែជីវិតរបស់ពួកគាត់ដែរកម្មវិធីរបស់យើងនឹងជួបពុកម៉ែបងប្អូននៅសប្តាហ៍ក្រោយម្ដងទៀតជាមួយនឹងភ្ញៀវកិត្តិយសថ្មីបាទអញ្ចឹងសូមអរគុណហើយក៏សូមជម្រាបលាបាទអរគុណបាយបាយ